កុំព្យាយាមបោកប្រាស់យើងចេញពីព្រះបរមរាជវាំងឥឡូវនេះទៅយើងជឿឯងទាំងពីរហើយវើយប៉ុន្តែយើងចង់បានទ្រព្យសម្បត្តិដែលចេញពីព្រះបរមរាជវាំងបន្ថែមទៀតណាវើយមន្ត្រីបានលួចទ្រព្យសម្បត្តិនៃព្រះរាជវាំងរបស់យើងហើយបានលាក់វានៅក្នុងរូងភ្នំនៅក្នុងព្រៃណាក្រាបទូលនៅយប់នោះដែរព្រះមហាក្សត្រនិងពលសេនារបស់ទ្រង់បានតាមដានលោកមន្ត្រីចូលទៅក្នុងព្រៃបន្ទាប់មកអ្នកយាមវាំងបានត្រឡប់មកវិញលោកមន្ត្រីបានត្រៀមខ្លួនដើម្បីជួបអ្នកហើយអ្នកអាចចូលទៅក្នុងព្រះបរិជវាំងបាននៅពេលនេះពួកគេបានចូលទៅក្នុងព្រះបរមរាជវាំងព្រះអង្គទូលបង្គំមានរឿងត្រូវពិភាក្សាជាមួយលោកមន្ត្រីនៅកន្លែងដែលស្ងប់ស្ងាត់បំផុតតើហេតុអ្វីអ្នកទាំងពីរត្រូវការកន្លែងស្ងប់ស្ងាត់ដើម្បីពិភាក្សាជាមួយលោកមន្ត្រីនៅទីនេះហើយនៅមុខមនុស្សគ្រប់គ្នាសូមអ្នកទាំងពីរនិយាយមកព្រះអង្គនេះគឺជារឿងដែលយើងអាចពិភាក្សាជាមួយលោកមន្ត្រីតែម្នាក់ប៉ុណ្ណោះព្រះអង្គបានយល់ព្រមឲ្យលោកមន្ត្រីចេញទៅក្រៅជាមួយពួកគេទាំងពីរប៉ុន្តែម្ចាស់ក្សត្រីមានការសង្ស័យបានតាមដានពួកគេហើយបានលាក់ខ្លួននៅកន្លែងជិតនោះដើម្បីលបស្ដាប់អ្នកទាំងពីរហណែអ្នកទាំងពីរចូលអ្នកទាំងពីរនិយាយមកតើមានរឿងអ្វីលោកមន្ត្រីខ្ញុំអាចមើលឃើញពីអនាគតបានណាលោកមន្ត្រីខ្ញុំដឹងថាអ្វីនឹងកើតមានឡើងនៅថ្ងៃស្អែកនិងអ្វីដែលបានកើតឡើងនៅថ្ងៃនេះកុំព្យាយាមបោកប្រាស់យើងចេញពីព្រះបរមរាជវាំងឥឡូវនេះទៅខ្ញុំមានការងារសំខាន់ជាងនេះដែលត្រូវធ្វើខ្ញុំមិនកុហកទេលោកមន្ត្រីខ្ញុំអាចប្រាប់លោកមន្ត្រីអំពីលោកមន្ត្រីបានឧទាហរណ៍ម្សិលមិញនៅព្រៃមានសត្វសេករបស់លោកមន្ត្រីបានប្រែក្លាយទៅជាដំបងវេទមន្តណាលោកមន្ត្រីហើយបានលាក់ទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រនៅក្នុងរូងភ្នំណាក្រាបទូលដែលលួចពីព្រះអង្គនិងព្រះមហាក្សត្រីលោកមន្ត្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីស្ដាប់ឮបែបនេះហើយបន្ទាប់មកទ្រង់បានក្រឡេកមើលជុំវិញខ្លួនហើយបានសាកសួរចូលឯងទាំងពីរប្រាប់យើងមកឯងដឹងរឿងអ្វីទៀតមានទ្រព្យសម្បត្តិជាច្រើនត្រូវបានកប់ក្រោមរូងភ្នំដែលបានលាក់រួចបើសិនបើលោកមន្ត្រីមិនជឿពួកយើងទេយើងអាចចាកចេញឥឡូវនេះបានលោកមន្ត្រីរាជវាំងខ្លាចថារឿងសម្ងាត់របស់គេនឹងត្រូវបានលាតត្រដាងហើយលោកមន្ត្រីបាននិយាយថាយើងជឿឯងទាំងពីរហើយវើយប៉ុន្តែយើងចង់បានទ្រព្យសម្បត្តិដែលចេញពីព្រះបរមរាជវាំងបន្ថែមទៀតណាវើយដល់នឹងដូចមានការសប្បាយចិត្តយ៉ាងខ្លាំងចូលឯងទាំងពីរជួបយើងនៅក្នុងព្រៃនៅយប់នេះយើងនឹងរងចាំឯងទាំងពីរនៅទីនោះម្ចាស់ក្សត្រីដែលបានស្ដាប់ឮមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហាលោកមន្ត្រីបានលួចទ្រព្យសម្បត្តិនៅព្រះរាជវាំងរបស់យើងខ្ញុំតែងតែសង្ស័យគាត់ប៉ុន្តែព្រះមហាក្សត្រមិនដែលស្ដាប់យើងទេប៉ុន្តែថ្ងៃនេះខ្ញុំនឹងបង្ហាញការពិតអំពីលោកមន្ត្រីម្ចាស់ក្សត្រីបានប្រញាប់ប្រញាល់ទៅជួបព្រះមហាក្សត្រព្រះអង្គមានរឿងអាក្រក់កើតឡើងហើយក្រាបទូលតើមានរឿងអ្វីកើតឡើងហេតុអ្វីព្រះនាងមានទឹកមុខព្រួយបារម្ភខ្លាំងម្ល៉េះរឿងសម្ងាត់ដែលអាក្រក់នោះក្រាបទូលគឺថាលោកមន្ត្រីបានលួចទ្រព្យសម្បត្តិនៃព្រះរាជវាំងរបស់យើងហើយបានលាក់វានៅក្នុងរូងភ្នំនៅក្នុងព្រៃណាក្រាបទូលមិនពិតទេគាត់គឺជាមន្ត្រីដែលយើងជឿទុកចិត្តបំផុតគាត់មិនអាចធ្វើបែបនេះទេ
អញ្ចឹងតើហេតុអ្វីបានជាលោកមន្ត្រីធ្វើបែបនេះបើសិនបើទ្រង់មិនជឿខ្ញុំទេសូមទ្រង់ទៅតាមដានគាត់នៅយប់នេះណាក្រាបទូលនៅយប់នោះដែរព្រះមហាក្សត្រនិងពោសនារបស់ទ្រង់បានតាមដានលោកមន្ត្រីចូលទៅក្នុងព្រៃហើយបានចាប់បានគាត់ក្នុងពេលដែលគាត់កំពុងលួចទ្រព្យសម្បត្តិយកមកលាក់នៅក្នុងរូងភ្នំសម្ងាត់នោះព្រះមហាក្សត្រនិងពោសនារបស់ទ្រង់បានតាមដានលោកមន្ត្រីចូលទៅក្នុងព្រៃហើយបានចាប់បានគាត់ក្នុងពេលដែលគាត់កំពុងលួចទ្រព្យសម្បត្តិយកមកលាក់នៅក្នុងរូងភ្នំសម្ងាត់នោះណែលោកមន្ត្រីខ្ញុំបានជឿទុកចិត្តទៅលើលោកខ្លាំងណាស់ហេតុអ្វីបានជាលោកមានចិត្តលុបលុនបែបនេះឥឡូវទ្រង់បានដឹងហើយដននឹងដូចឆ្លៀតអាកាសពេលនោះបានរត់គេចខ្លួនពីព្រះមហាក្សត្រយ៉ាងឆាប់រហ័សព្រះមហាក្សត្រមិនបានចាប់អារម្មណ៍នឹងពួកគេទេព្រះអង្គបានឆ្ពោះទៅរកលោកមន្ត្រីនៅគ្រានោះដែរស្រាប់តែលោកមន្ត្រីបានប្រើដៃរបស់គាត់បំរុងនឹងចាក់ព្រះអង្គតែមុនដល់ពេលគាត់បានវាយប្រហារទាហានរបស់ព្រះអង្គបានចាប់គ្រីកគាត់បាត់ទៅហើយឥឡូវនេះឯងនឹងមានជីវិតនៅក្នុងគុកឃុំឃាំងហើយពលសេនាបានយកលោកមន្ត្រីដើម្បីកាត់ទោសដាក់នៅក្នុងគុកព្រះបរមរាជវាំងព្រះមហាក្សត្រពលសេនាបានយកលោកមន្ត្រីដើម្បីកាត់ទោសដាក់នៅក្នុងគុកព្រះបរមរាជវាំងព្រះមហាក្សត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញបែបនេះម្ចាស់សត្រីខ្ញុំមានការអាម៉ាស់ខ្លាំងណាស់ខ្ញុំបានយឺតពេលក្នុងការយល់ពីសម្ដីរបស់អ្នកនៅពេលនេះខ្ញុំមានចិត្តខ្មាស់អៀនព្រះនាងខ្លាំងណាស់អ្វីដែលនឹងត្រូវកើតវានឹងកើតឡើងណាក្រាបទូលសូមកុំស្ដាប់ស្ដាយធ្វើអ្វីក្រាបទូលខ្ញុំម្ចាស់គ្រាន់តែមានចិត្តសប្បាយរីករាយនៅពេលដែលចាប់បានជនក្បត់នៅក្នុងព្រះរាជវាំងតែប៉ុណ្ណោះប្រទេសយើងនឹងជួបសុខសន្តិភាពហើយណាក្រាបទូលព្រះមហាក្សត្រនិងម្ចាស់ក្សត្រីបានរស់នៅក្នុងព្រះបរមរាជវាំងយ៉ាងមានសេចក្តីសុខលោកមន្ត្រីត្រូវទទួលទោសដែលគាត់បានប្រព្រឹត្តក្រោយមកដននឹងដូចបានបោះបង់ការលួចឆក់ប្លន់កែប្រែខ្លួនធ្វើជាមនុស្សល្អឡើងវិញ